របៀបកំណត់ឲ្យ user ឡុកមកកាន់ server ចឹងទីមួយខ្ញុំបើក Active Directory ចឹងខ្ញុំសមាត់ទីមួយខ្ញុំចូលរើស user Nida ចុច log account យក log on hour ចឹងចំណុចពណ៌ខៀវគឺជាចំណុចដែលយើងអនុញ្ញាតឲ្យ log ព្រោះចំណុចពណ៌សគឺយើង deny បដិសេធមកឲ្យ log ចឹងខ្ញុំចុចលើ all ខ្ញុំយក log on deny បន្តមកទៀតនេះវាមានថ្ងៃអាទិត្យថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍នេះគឺជាពេលវេលាម៉ោងចឹងមានន័យថាក្រុមហ៊ុនភាគច្រើនគេឲ្យចូលមកថាខ្ញុំឲ្យចូលទៅការនៅម៉ោង 8 ពីថ្ងៃច័ន្ទថ្ងៃសុក្ររហូតដល់ម៉ោង 11 ចឹងពីម៉ោង 8 11 គឺយើងធ្វើការចឹងខ្ញុំដាក់ permit ខ្ញុំឲ្យ log ចូលតមកដល់ម៉ោង 11 12 អត់ទេចឹងចាប់ពីម៉ោង 2 រហូតដល់ម៉ោង 5 បានយើងអាច log ចូលបានចឹងកាយចំណុចពណ៌សគឺយើងមិនអាច log ចូលបានទេចឹងខ្ញុំមកអូខេតមកទៀតខ្ញុំចាប់អារម្មណ៍យក user ចឹងខ្ញុំកំពុងតែស្ថិតនៅ user log ជា user Nida ឥឡូវខ្ញុំសាកបង log ម្ដងទៀតចឹងខ្ញុំ log ចូល user Nida ដែរចឹងនៅពេលនោះវា error ចឹងមានន័យថាយក account មានបញ្ហាទៅនឹងម៉ោងពេលវេលាដែលបានបិទចឹងខ្ញុំត្រូវត្រឡប់ទៅលើ admin វិញដើម្បីឲ្យវា log ចូលវិញចឹងនេះនៅលើ user វា log អត់ចូលទេខ្ញុំមើល user Nida ខ្ញុំ log ចូល domain អត់ចូលទេចឹងវាថាបញ្ហាម៉ោងចឹងខ្ញុំត្រឡប់ទៅកាន់នៅលើ server វិញហើយខ្ញុំចូលទៅលើ user Nida ដែរនៅត្រង់ account log on hour ឥឡូវខ្ញុំកំណត់ឲ្យវាមានសិតព្រោះថានេះយើងកំណត់ឲ្យវាពីម៉ោង 8 រហូតដល់ម៉ោង 10 និងពីម៉ោង 2 រហូតដល់ម៉ោង 5 អាចចូលបានឥឡូវខ្ញុំ permit ឲ្យវាចូលទាំងអស់វិញបាទអូខេខ្ញុំ refresh បាទអញ្ចឹងខ្ញុំចូលលើកុំព្យូទ័រខ្ញុំចាប់ដល់អូខេអញ្ចឹងនៅពេលនោះ user log ចូលបានធម្មតាអញ្ចឹងគ្រប់ user នីមួយៗលើ server ប្រសិនយើងចង់ឲ្យ user ណាដើម្បី log ចូលម៉ោងប៉ុន្មានសម្រាប់តែយើងជាអ្នកកំណត់ជាធម្មតាភាគច្រើន user ចូលធ្វើការនៅម៉ោង 8 ដល់ម៉ោង 11 ឬក៏ចូលម៉ោង 1 កន្លះរហូតដល់ម៉ោង 5 អញ្ចឹងទៅអានេះស៊ីសងទៅលើយើង IT admin ជាអ្នកកំណត់អញ្ចឹងក្នុងការកំណត់ម៉ោង user log ទៅបានបញ្ចប់